សង្គ្រាមឥណ្ឌាប៉ាគីស្ថានកាន់តែឈានដល់កម្រិតអាសន្នហើយគណៈរដ្ឋមួយចំនួនជាប់តំបន់ចំនួនធ្វើលំហាត់ការពារខ្លួនឥណ្ឌាបានបញ្ជាឲ្យរដ្ឋមួយចំនួនធ្វើលំហាត់ការពារខ្លួននៅក្នុងករណីមានការវាយប្រហារពីសំណាក់ទីក្រុងអ៊ីស្លាម៉ាបាដលំហាត់ស៊ីវិលនេះនឹងធ្វើឡើងនៅថ្ងៃពុធទី7ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ក្រសួងមហាផ្ទៃហើយវារួមមានការប្រើស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាសការបណ្ដុះបណ្ដាលជនស៊ីវិលនិងសិស្សនិស្សិតស្ដីពីពិធីសារការពារជនស៊ីវិលនិងការអនុវត្តនីតិវិធីពេលដាច់ភ្លើងផងដែររដ្ឋទាំងនោះត្រូវបានគេស្នើសុំឲ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងសំខាន់ផងដែរដើម្បីយកធ្វើជាទីតាំងខ្លែងបន្លំភ្នែកសត្រូវនិងត្រូវហាត់សមផែនការជម្លៀសខ្លួនសម្រាប់ការឆ្លើយតបបន្ទាន់និងជួយសង្គ្រោះឲ្យបានឆាប់រហ័សនៅក្នុងព្រឹត្តិការណ៍មានការវាយប្រហារលំហាត់ស៊ីវិលនេះកើតឡើងក្រោយពេលប៉ាគីស្ថានបានគម្រាមទៅឥណ្ឌាថាខ្លួននឹងសងសឹកមួយអស់ដៃតែម្ដងបើត្រូវវាយប្រហារមែនជុំវិញភាពតានតឹងដែលកាន់តែខ្លាំងឡើងចាប់តាំងពីហេតុការណ៍បាញ់សម្លាប់ទេសចរមួយក្រុមនៅតំបន់កាស្មៀរបើតាមចារកម្មប៉ាគីស្ថានបានឲ្យដឹងថាខ្លួនពិតជាទទួលបានការសម្ងាត់ថាឥណ្ឌាកំពុងរៀបគម្រោងវាយប្រហារខ្លួនមែនដូច្នេះខ្លួនត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅវិញមួយអស់ដៃនៅក្នុងនោះមានទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរដោយមើលឃើញសភាពការជាមួយប៉ាគីស្ថានកាន់តែមិនស្រួលខ្លាំងរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពចូលរួមដោះស្រាយស្ថានភាពដ៏តានតឹងដែលកើតចេញពីអំពើភេរវកម្មនៅថ្ងៃទី22ខែមេសានៅទីតាំងទេសចរប៉ាហែលហ្គាំនៅតំបន់កាស្មៀរប្រមុខការទូតរុស្ស៊ីជាមួយប្រមុខការទូតប៉ាគីស្ថានលោកដាបានធ្វើឡើងពីថ្ងៃបន្ទាប់ពីលោកបានជជែកពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកស៊ូប្រាមេនីយ៉ាំចៃសង្កាហើយថែមទាំងបានអំពាវនាវឲ្យមានការដោះស្រាយភាពខុសគ្នារវាងប្រទេសជិតខាងទាំងពីរដោយសន្តិវិធីសូមជម្រាបថារុស្ស៊ីគឺជាអ្នកផ្ដល់អាវុធដ៏ធំបំផុតរបស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយរដ្ឋធានី New Delhi និង Moscow មានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀតជំរាបជូនដំបូងនេះពាក់ព័ន្ធទៅនឹងក្រុមមន្ត្រីរបស់អ៊ីស្រាអែលគឺបានលើកឡើងអំពីការចង់បាននិងពង្រីកសង្គ្រាមបន្ថែមទៀតក្នុងការកាន់កាប់តំបន់ហ្គាហ្សាមន្ត្រីយោធាអ៊ីស្រាអែលមួយរូបបាននិយាយក្នុងប្រតិបត្តិការពង្រីកសង្គ្រាមនៅដែនដីហ្គាហ្សានិងមិនត្រូវបានចាប់ផ្ដើមមុនពេលប្រធានាធិបតី Donald Trump បញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅសប្តាហ៍ក្រោយទៅកាន់មជ្ឈមបូព៌ានោះទេការសម្រេចចិត្តបានកើតឡើងបន្ទាប់ពីការប្រឹងប្រែងជាច្រើនសប្តាហ៍ដើម្បីយល់ព្រមបទច្បាញ់ជាមួយនឹងក្រុមហាម៉ាស់គូបញ្ជាក់ថាសង្គ្រាមកំពុងតែតាក់ទងសម្ពាធទៅនឹងអន្តរជាតិលើអ៊ីស្រាអែលស្របពេលមានការថយចុះពីការគ្រប់គ្រងនៅក្នុងសាធារណជនក្នុងប្រទេសអាចបន្តដោយគ្មានទីបញ្ចប់ទូរទស្សន៍ជាតិអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃច័ន្ទថាដោយដកស្រង់សម្ដីប្រភពជាច្រើនឲ្យដឹងពីសេចក្តីលម្អិតថាគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីនបានអនុម័តទៅលើការពង្រីកប្រតិបត្តិការវាយលុកបន្តិចម្ដងប្រឆាំងទៅនឹងក្រុមប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាលោកនេតានយ៉ាហ៊ូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបដិញ្ញាក្នុងការពង្រីកសង្គ្រាមហើយជំរុញឲ្យប្រជាជនហ្គាហ្សាផ្លាស់ទីលំនៅថ្មីក្នុងប្រតិបត្តិការកំទេចក្រុមហាម៉ាស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាការវាយលុកថ្មីនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធនឹងក្លាយទៅជាប្រតិបត្តិការយោធាដ៏ខ្លាំងក្លាមួយក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស់នៅក្នុងវីដេអូជាភាសា Hebrewលើបណ្ដាញសង្គម X បាននិយាយទៅកាន់ផែនការដែលត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខដើម្បីពង្រីកការវាយលុកនៅក្នុងដែនដីហ្គាហ្សាលោកនេតានយ៉ាហ៊ូនិយាយកាលពីថ្ងៃច័ន្ទថាប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានឹងត្រូវផ្លាស់ទីលំនៅនៃការតាំងរបស់ខ្លួនក្នុងហេតុផលសម្រាប់ការពារ18ខែនៃការវាយប្រហាររបស់អ៊ីស្រាអែលសម្រាប់ជនជាតិប៉ាឡេស្ទីនជាង 52,000 នាក់នៅក្នុងតំបន់ហ្គាហ្សារួមទាំងកុមាររាប់ពាន់នាក់និងមនុស្សជិត 12,000 នាក់ផ្សេងទៀតរងរបួសលោកនេតានយ៉ាហ៊ូនិយាយថាទាហានអ៊ីស្រាអែលនឹងមិនចូលទៅក្នុងតំបន់ហ្គាហ្សាបើការវាយឆ្មក់ហើយបន្ទាប់ពីដកថយមកវិញនោះឡើយលោកបានថ្លែងថាបំណងគឺផ្ទុយពីនោះទាំងស្រុងមានការតវ៉ាបានផ្ទុះឡើងនៅទូទាំងអ៊ីស្រាអែលបន្ទាប់ពីរដ្ឋាភិបាលរបស់អ៊ីស្រាអែលបានប្រកាសអំពីផែនការដណ្ដើមយកទាំងស្រុងនៅតំបន់ហ្គាហ្សាការតវ៉ាដ៏តានតឹងផ្ទុះឡើងនៅអ៊ីស្រាអែលនៅថ្ងៃច័ន្ទប៉ុន្មានម៉ោងគឺត្រឹមតែប៉ុណ្ណោះគឺបន្ទាប់ពីគណៈរដ្ឋមន្ត្រីលោកនាយករដ្ឋមន្ត្រីបេនយ៉ាមីនបានអនុម័តផែនការដណ្ដើមយកតំបន់ហ្គាហ្សាស្ទ្រីបទាំងមូលមនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅសភារបស់អ៊ីស្រាអែលក្នុងទីក្រុងយេរូសាឡឹមជាទីដែលមានការប៉ះទង្គិចរវាងបាតុករនិងនគរបាលគណៈពួកគេអំពាវនាវឲ្យមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមហាម៉ាស់ដើម្បីធានាការដោះលែងចំណាត់ថ្នូរដែលត្រូវឃុំខ្លួនបាតុករម្នាក់ក្នុងចំណោមអ្នកតវ៉ាបាននិយាយថាពុំមានហេតុផលដើម្បីបន្តសង្គ្រាមទេព្រោះអ្វីដែលយោធាធ្វើអស់រយៈពេល1ឆ្នាំកន្លងមកនេះមិនបានជោគជ័យ
គ្រាន់តែចង់កាន់កាប់តំបន់កាហ្សានិងដាក់តាំងលំនៅថ្មីនៅទីនោះប៉ុណ្ណោះប៉ុន្តែទាហាននឹងត្រូវបានស្លាប់ហើយចំណាប់ធ្នូវិញក៏នឹងត្រូវត្រឡប់មកដោយដាក់បាវសពជាដើមនិយាយពីការគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់ Gaza Strip នាពេលបច្ចុប្បន្នបន្តិចសិនស្របពេលដែលមានការខ្វះខាតជំនួយខ្លាំងគេបានមើលឃើញថាមានសកម្មភាពចោរកម្មជាអ្នកលួចជំនួយមនុស្សធម៌ក៏បានកើតមានច្រើននៅក្នុងតំបន់ Gaza ផងដែរក្រុមសកម្មយុទ្ធហាម៉ាស់ដែលបានប្រកាសថាខ្លួនឯងគឺជាអាជ្ញាធរនៅក្នុងតំបន់ Gaza Strip នេះបានប្រហារជីវិតអ្នកលួចជំនួយនៅ Gaza គណៈវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរប្រពន្ធជិតស្និទ្ធនឹងក្រុមហាម៉ាស់បានឲ្យដឹងថាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះបានប្រហារជីវិតមនុស្សជាច្រើនដែលត្រូវបានចោទថាជាអ្នកលួចប្លន់ជំនួយបន្ទាប់ពីឧបទ្ទហេតុតាក់ទងនឹងក្រុមជនអន្តពាលប្រដាប់អាវុធធុនធ្ងន់បានវាយប្រហារលើហាងលក់អាហារនិងផ្ទះបាយសហគមន៍នៅក្នុងតំបន់ Gaza Strip នៅក្នុងសប្តាហ៍នេះក្រុមមន្ត្រីហាម៉ាស់បានចោទអ្នកលួចមួយចំនួនថាធ្វើសកម្មភាពនេះដោយសហការជាមួយអ៊ីស្រាអែលដែលបានបិទជំនួយមិនឲ្យចូលទៅក្នុងតំបន់ Gaza អស់រយៈពេល2ខែកន្លងមកប៉ុន្តែអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេលោកអ៊ីស្ម៉ាអ៊ីល អាល់ ថាវ៉ាប់តា នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ Gaza បាននិយាយថាអ្នកលួចមួយចំនួនបានធ្វើសកម្មភាពនៅក្រោមឆ័ត្រមួយហើយខ្លះទៀតដើរតួជាអ្នកមានអង្គការចាត់តាំងដោយចោទថាអ្នកខ្លះទទួលបានការគាំទ្រដោយផ្ទាល់ពីអ៊ីស្រាអែលទៀតផងលោកបន្តថាការកាត់ទោសប្រហារជីវិតដោយបដិវត្តមួយចំនួនត្រូវអនុវត្តប្រឆាំងនឹងអក្រិតជនជាច្រើនអ្នកដែលបង្ហាញថាបានជាប់ពាក់ព័ន្ធនៅក្នុងការលួចជំនួយមន្ត្រីអង្គការសហប្រជាជាតិបានព្រមានអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់កំពុងកើតមាននៅតំបន់ Gaza គណៈរងការបំផ្លិចបំផ្លាញដោយយុទ្ធនាការសឹករបស់អ៊ីស្រាអែលដែលបានចាប់ផ្ដើមបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃ7 ដុល្លារឆ្នាំ2023ទូរទស្សនិកជនរហូតមកដល់ពេលនេះគេបានមើលឃើញថាស្របពេលដែលអ៊ីស្រាអែលបន្តសង្គ្រាមរបស់ខ្លួននៅក្នុងដែនដី Gaza នេះគឺក្រុមផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលទទួលបានការគាំទ្រដោយអ៊ីរ៉ង់ហើយក៏ជាអ្នកបង្ហាញសាមគ្គីភាពជាមួយនឹងក្រុមសកម្មយុទ្ធហាម៉ាស់នៅ Gaza ក៏បានធ្វើសកម្មភាពជាបន្តបន្ទាប់ផងដែរពិសេសគឺក្រុមឧទាមហូធីនៅក្នុងប្រទេសយេម៉ែនដែលបានធ្វើសកម្មភាពវាយប្រហារជារឿយៗមកលើប្រទេសអ៊ីស្រាអែលនៅពេលនេះខាងអ៊ីស្រាអែលបដិញ្ញាសងសឹកទាំងទៅលើអ៊ីរ៉ង់ដែលត្រូវបានជឿថាជាខ្នងបង្អែករបស់ក្រុមទាំងនោះទាំងទៅលើក្រុមហូធីនៅក្នុងប្រទេសយេម៉ែនជុំវិញការវាយប្រហារលើអាកាសយានដ្ឋាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅថ្ងៃអាទិត្យទី4ឧសភាបានបដិញ្ញាឆ្លើយតបលើក្រុមហូធីនៅយេម៉ែននិងក្រុមគាំទ្រអ៊ីរ៉ង់របស់ពួកគេបន្ទាប់ពីក្រុមឧទាមបានវាយលុកតំបន់អាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែលបណ្ដាលមនុស្ស6នាក់រងរបួសនិងជំរុញឲ្យមានការផ្អាកជើងហោះហើរការវាយប្រហារនេះកើតឡើងប៉ុន្មានម៉ោងមុនពេលកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ពីការកោះហៅទាហានបំរុងរាប់ម៉ឺននាក់ដើម្បីពង្រីកសង្គ្រាមរយៈពេល19ខែនៅតំបន់ Gaza ប្រឆាំងនឹងក្រុមសកម្មយុទ្ធប៉ាឡេស្ទីនហាម៉ាស់យោធាបានបញ្ជាក់ថាការវាយប្រហារដែលបានបណ្ដាលឲ្យមានរណ្ដៅធំមួយនៅតំបន់ជុំវិញអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែនហើយបានវាយប្រហារទោះមានការប៉ុនប៉ងជាច្រើនអាមេរិកនិងអ៊ីស្រាអែលបានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលទាំងនោះនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោកនេតានយ៉ាហ៊ូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាអ៊ីស្រាអែលបានធ្វើសកម្មភាពប្រឆាំងក្រុមឧទាមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់កាលពីអតីតកាលហើយនឹងចាត់វិធានការនៅពេលអនាគតទៀតកលេសទៅមើលសេដ្ឋកិច្ចរបស់សកលលោកវិញគឺកំពុងតែរងការឈឺចាប់ហើយនឹងយឺតយ៉ាវដោយសារតែពន្ធរបស់លោក Donald Trump ការដំឡើងពន្ធមិនធ្លាប់មានពីមុនរបស់លោក Donald Trump កំពុងបង្កការឈឺចាប់និងភាពជាប់គាំងកាន់តែខ្លាំងនៅដំណើរការទៅមុខរបស់សេដ្ឋកិច្ចពិភពលោកដែលអស់ជាច្រើនទសវត្សរ៍ត្រូវគ្របដណ្ដប់ដោយភាពដែលអាចព្យាករបាននិងពាណិជ្ជកម្មសេរីក្រុមហ៊ុនចម្រុះជាតិសាសន៍ដ៏ល្បីឈ្មោះជាច្រើនពិសេសគឺពាណិជ្ជកម្មអេឡិចត្រូនិកកាលពីសប្តាហ៍មុនកាត់បន្ថយនៅគោលដៅលក់ព្រមមានពីការកាត់បន្ថយការងារនិងពិនិត្យមើលពីផែនការអាជីវកម្មរបស់ពួកគេឡើងវិញខណៈប្រទេសសេដ្ឋកិច្ចធំបានកែសម្រួលការរំពឹងទុកនៅកំណើនស្របពេលដែលមានអំណាចទិន្នន័យមិនល្អខណៈពេលដែលទីផ្សារហិរញ្ញវត្ថុកំពុងភ្នាល់ថាតើអាមេរិកឬក៏ចិននឹងដកថយចេញពីសង្គ្រាមពាណិជ្ជកម្មទាំងអស់ហើយថាលោកត្រាំនឹងធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ជាការយកពន្ធខ្ពស់ទៅលើប្រទេសដទៃទៀតពេលនេះគឺមានភាពមិនប្រកបប្រជាទាំងអស់បានคล้ายទៅជាកត្តាអូសទាញដ៏សំខាន់នៅក្នុងកំណើនសកលលោកស្រី Isabel Mateo Lago ប្រធានសេដ្ឋកិច្ចសេតវិទូនៅធនាគារបារាំង BNP បាននិយាយថាគោលនយោបាយពន្ធរបស់អាមេរិកគឺជាភាពតក់ស្លុតនិងអវិជ្ជមានហើយធ្ងន់ធ្ងរបំផុតសម្រាប់ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខនេះមិនត្រឹមតែពាណិជ្ជកម្មទូទៅទេសូម្បីតែផលិតកម្មខ្សែភាពយន្តក៏លោក Donald Trump បានដាក់ពន្ធទៅលើឧស្សាហកម្មភាពយន្តអាមេរិកដែលមានការព្រួយបារម្ភវិស័យឧស្សាហកម្មកំសាន្តអាមេរិកបានប្រតិកម្មយ៉ាងព្រួយបារម្ភ
ជាមួយនឹងការប្រកាសអាសន្ននិងភាពច្របូកច្របល់នៅថ្ងៃច័ន្ទបន្ទាប់ពីលោក Donald Trump បាននិយាយថាលោកនឹងដាក់ពន្ធ 100% ទៅលើខ្សែភាពយន្តទាំងអស់ផលិតនៅក្រៅសហរដ្ឋអាមេរិកប៉ុន្តែបានចេញសេចក្តីលម្អិតតិចតួចប៉ុណ្ណោះចំពោះការអនុវត្តពន្ធនាយកប្រតិបត្តិស្ទូឌីយោជើងចាស់មួយរូបបាននិយាយថាការប្រកាសពន្ធកាលពីថ្ងៃអាទិត្យនោះគឺបានបង្កភាពមិនច្បាស់លាស់ចំពោះពេលវេលានៃការដំឡើងពន្ធដែលបានស្នើឡើងនិងមធ្យោបាយដែលពន្ធនឹងត្រូវបានអនុវត្តសម្រាប់ឧស្សាហកម្មនានាព្រោះតែខ្សែភាពយន្តដែលបានចំណាយថវិកាច្រើនបំផុតត្រូវបានផលិតជាញឹកញាប់នៅទូទាំងទ្វីបជាច្រើនមិនមែនតែអាមេរិកទេការប្រកាសយកពន្ធរបស់លោកត្រាំបានកើតឡើងបន្ទាប់ពីប្រជុំមួយជាមួយនឹងក្រុមមន្ត្រីវិន័យវិស័យនេះដោយសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចព្រមព្រៀងនោះបាននិយាយថាក្រុមនេះគឺបានបង្កើតគំនិតជាច្រើនដើម្បីស្ដារឡើងវិញនៅផលិតភាពភាពយន្តនិងទូរទស្សន៍ក្នុងស្រុករួមទាំងការលើកទឹកចិត្តពន្ធសហព័ន្ធការផ្លាស់ប្ដូរលេខកូដពន្ធនិងការដាក់ពន្ធក្នុងកលៈទេសៈមានកំណត់ប៉ុន្តែមិនលម្អិតសេតតវិមានបាននិយាយថាខ្លួនមិនបានសម្រេចចិត្តចុងក្រោយណាមួយនៅឡើយប៉ុន្តែក៏បានបញ្ជាក់ថាការផលិតនៅភាពយន្ត Hollywood ក្នុងស្រុកគឺបានធ្លាក់ចុះខ្លាំងពីមួយឆ្នាំមុនភាគហ៊ុនរបស់ក្រុមហ៊ុនចាក់ផ្សាយនៅភាពយន្តធំៗក៏បានធ្លាក់ចុះដែរនៅថ្ងៃច័ន្ទក្រោយទទួលបានដំណឹងនេះដោយក្រុមហ៊ុន Netflix និង Disney ព្រមទាំងប្រតិបត្តិការរោងមហោស្រពដូចជា Cinemark និង IMAX គឺសុទ្ធតែរង្គោះរង្គើយ៉ាងគ្រោះថ្នាក់